នៅព្រឹកមួយនៃខែវិច្ឆិកាឆ្នាំ1970នៅចន្លោះភ្នំអ៊ីសាដានក្នុងប្រទេសន័រវេដែលគេស្គាល់ថាវាជាចលងមរណៈសាកសពមួយដែល Chester តែទាំងអស់នៅផ្នែកខាងមុខត្រូវបានជួបប្រទះដោយអ្នកដើរកម្សាន្តព្រៃ2នាក់តាមការសន្និដ្ឋានរបស់ប៉ូលីសសាកសពនោះគឺជាសាកសពនារីម្នាក់ដែលមានវ័យចន្លោះ25ទៅ40ឆ្នាំមានកម្ពស់ប្រហែល164សង់ទីម៉ែត្រមានមុខមូលតូចភ្នែកពណ៌ត្នោតត្រចៀកតូចហើយនាងគួចសក់ឡើងលើចងជាមួយនឹងបូពណ៌ខៀវលីសនៅពេលដែលនាងស្លាប់តែសារតែអាកាសធាតុត្រជាក់ពេកប៉ូលីសមិនអាចធ្វើការសន្និដ្ឋានបានទេថាតើនាងបានស្លាប់តាំងពីពេលណានោះទេនៅកន្លែងកាត់ហេតុប៉ូលីសបានរកឃើញគ្រឿងអលង្ការនាឡិកាដៃឆិតដែលខូចខាតនិងដបមួយចំនួនសម្ភារៈទាំងអស់នោះត្រូវបានដាក់នៅក្បែរខ្លួននាងហាក់បីដូចជាការរៀបចំពិធីសាសនាអ្វីម្យ៉ាងនិមិត្តសញ្ញាប្រាំងសម្លៀកបំពាក់របស់នាងត្រូវបានគេបំផ្លាញទាំងអស់ក្នុងចេតនាមិនឲ្យប៉ូលីសកំណត់អត្តសញ្ញាណរបស់នាងថាជានរណាខ្លួនខាងមុខរបស់នាងត្រូវឆេះស្ទើរតែទាំងអស់តែចម្លែកអីតែផ្នែកខាងក្រោយរបស់នាងមិនមានការឆេះអ្វីសោះឡើយដោយសារតែប៉ូលីសមិនអាចកំណត់អត្តសញ្ញាណរបស់នាងបាននាងក៏ត្រូវបានគេហៅឈ្មោះថា Isadel ដែលយកឈ្មោះតាមតំបន់នោះតែម្ដងហើយរឿងរ៉ាវរបស់នាងនៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះក្រោយការរកឃើញសាកសពរបស់នាងពី3ថ្ងៃប៉ូលីសបានរកឃើញកាបូបយួរដៃ2ដែលទុកចោលនៅស្ថានីយ៍រថភ្លើងកាបូបមួយក្នុងចំណោមនោះមានលិខិតបញ្ជាក់បញ្ជាថ្នាំពេទ្យវ៉ែនតានិងក្រយ៉ាវដៃរបស់នារីដែលស្លាប់នៅក្នុងកាបូបនោះគេក៏ឃើញមានសម្លៀកបំពាក់មួយចំនួនសាក់ក្លែងក្លាយលុយរបស់ប្រទេសអាល្លឺម៉ង់ ន័រវេ បែលហ្សិកនិងប្រទេសស្វីសនិងសម្ភារៈមួយចំនួនទៀតផងដែរដំបូងប៉ូលីសជឿជាក់ថាកាបូបយួរដៃនេះនឹងនាំខ្លួនទៅរកឃើញអត្តសញ្ញាណពិតប្រាកដរបស់នារីដែលស្លាប់ក៏ប៉ុន្តែវាបានក្លាយជារឿងខកចិត្តទៅវិញដោយសាររាល់និមិត្តសញ្ញាទាំងឡាយនៅលើសម្លៀកបំពាក់របស់នាងត្រូវបានបំផ្លាញសូម្បីតែវិជ្ជបញ្ជាថ្នាំពេទ្យក៏ត្រូវគេលុបឈ្មោះអ្នកជំងឺនិងគ្រូពេទ្យទៀតផងប៉ូលីសបានផ្ញើសម្ភារៈរបស់នាងទៅហាងបរទេសល្បីៗរួមទាំងហាង Galeries Lafayette ក្នុងទីក្រុងប៉ារីសដើម្បីឲ្យដឹងថាតើពួកគេស្គាល់ពីសម្ភារៈនោះដែរឬទេក៏ប៉ុន្តែមិនមានហាងណាមួយស្គាល់ពី brand ដែលនាងបានប្រើប្រាស់ករណីស្លាប់និងអាថ៌កំបាំងរបស់នាងក៏ចាប់ផ្ដើមកាន់តែល្បីឡើងនិងជាការចង់ដឹងកាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនក្នុងតំបន់នោះកាន់តែចម្លែកទៀតប៉ូលីសក៏បានរកឃើញលេខកូដសម្ងាត់ដែលប៉ូលីសមិនអាចដោះស្រាយបានរហូតដល់ជាង1សប្តាហ៍ក្រោយស្របពេលគ្នានេះដែរអ្នកស៊ើបអង្កេតនៅតែបន្តការស្រាវជ្រាវរហូតដល់ឃើញថានាងបានស្នាក់នៅសណ្ឋាគារផ្សេងៗក្នុងប្រទេសន័រវេក្នុងមួយឆ្នាំចុងក្រោយនេះប៉ូលីសក៏បានរកឃើញថានាងបានក្លាយបន្លំលិខិតឆ្លងដែនហើយបានប្រើឈ្មោះក្លែងក្លាយដើម្បីស្នាក់នៅតាមផុសតាងនិងភាពអាថ៌កំបាំងរបស់នាងត្រូវបានគេជឿជាក់ថានាងគឺជាចរនារីដែលបានចូលមកស៊ើបអង្កេតក្នុងអំឡុងពេលនៃសង្គ្រាមត្រជាក់យោងទៅតាមភ្នាក់ងារអង្គភាពសន្តិសុខប្រទេសន័រវេបានបង្ហាញក្នុងរបាយការណ៍ស៊ើបអង្កេតថាបានឃើញនាងទៅឆ្លូបយកការអំពីព័ត៌មានយោធាក្នុងការធ្វើតេស្តក្បាលរ៉ុកែតថ្មីនៅឯភាគខាងលិចប្រទេសន័រវេក៏ប៉ុន្តែទិន្នន័យទាំងនេះមិនត្រូវបានបញ្ជាក់ឲ្យច្បាស់នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលីសទេការធ្វើសកលវិច័យទៅលើសាកសពរបស់នាងត្រូវបានគេរកឃើញថានាងត្រូវបានភ្លើងឆេះទាំងនៅរស់ហើយនៅក្នុងកាពះរបស់នាងមានថ្នាំងុយគេងប្រហែល50គ្រាប់ដោយពុំមានភស្តុតាងបញ្ជាក់ពីការស្លាប់របស់នាងការសន្និដ្ឋានចុងក្រោយរបស់ប៉ូលីសបានលើកឡើងថានាងបានស្លាប់ដោយសារពុលផ្សែងកាបូនម៉ូណូអុកស៊ីតនិងការលាបថ្នាំងុយគេងច្រើនលើសកំណត់ហើយត្រូវបានគេសន្មតថានាងបានធ្វើអត្តឃាតសម្រាប់ខ្លួន
ការស៊ើបអង្កេតក៏ត្រូវបានបិទដោយសាកសពរបស់នាងត្រូវបានបញ្ចុះនៅក្នុងខែកុម្ភៈឆ្នាំ1971ទោះបីជាប៉ូលីសបានប្រកាសពីមូលហេតុនៃការស្លាប់របស់នាងក៏ដោយក៏ប្រជាជននៃប្រទេសណ័រវេនៅតែជឿថាវាមានរឿងអាថ៌កំបាំងជាច្រើននៅពីក្រោយមូលហេតុនៃការស្លាប់របស់នាងតើអាចទេដែលថានាងបានដឹងនៅរឿងសម្ងាត់របស់យោធាដែលគេត្រូវតែបបិទមាត់របស់នាងតើអាចទៅរួចទេដែលថានាងបានដឹងនៅរឿងអ្វីមួយដែលសំខាន់ដែលមិនអាចបែកធ្លាយបានសំណួរទាំងអស់នេះនៅតែជាអាថ៌កំបាំងដែលបានកប់បាត់ទៅជាមួយសាកសពរបស់នារី Isabel រហូតតទៅក៏ប៉ុន្តែវានៅតែជារឿងដ៏រសើបបំផុតក្នុងប្រវត្តិសាស្ត្រឃាតកម្មក្នុងប្រទេសណ័រវេនៅក្នុងឆ្នាំ2016ជាមួយនឹងបច្ចេកវិទ្យាទំនើបរឿងឃាតកម្ម Isabel ត្រូវបានបើកឲ្យស៊ើបអង្កេតឡើងវិញអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកទេស Isotope ដើម្បីពិនិត្យទៅលើថ្មីរបស់នាងដែលបានរក្សាទុកនៅសាកលវិទ្យាល័យ Auckland ការពិសោធន៍បានធ្វើការវិភាគអុកស៊ីហ្សែននិងស្ត្រូនៀមនៅក្នុងថ្មីរបស់នាងដើម្បីឲ្យដឹងពីប្រភេទទឹកនិងអាហារដែលនាងបានបរិភោគពេលនាងនៅតូចនិងទីតាំងដែលនាងបានរស់នៅនោះគេអាចនឹងរកឃើញពីតម្រុយថាតើនាងមកពីណាហើយជានរណាហើយចុះប្រិយមិត្តវិញគិតថានាងជានរណាតើហេតុអ្វីបានជាគេសម្លាប់នាងតើអាថ៌កំបាំងរបស់នាងដែលបានបន្សល់ទុកអស់រយៈពេលជាងកន្លះសតវត្សរ៍អាចនឹងត្រូវបានដោះស្រាយដែរឬទេ